Mình số lúc của ngày nay dân xong thực ra điểm một thì là thực tập và chạy vào nhóm để khai sinh start thì biết cái vào nhóm viên nhóm sao thực hiện cho mỗi năng không mình dùng chắc nước nông và chạy vào giới những thương thể tập toàn tài năng e-commerce fantasy đại nước nông nắng cứ dư cộng đồng set bay rối đại tim muối cứ miền admin sẽ tự ta control thì biết cứ dùng miền fancy owner đang tiếp mấy cái miền user page trong team mỗi trong xong chặt đào vì ca register login thực tập admin trước admin mà giống như còn login vô mọi admin register sẽ admin thì sống thuộc 300 thì ok chấm ok dân cho một bạn ấy trong bộ admin bảo dưỡng chắc thì mỗi cứ miền tả support tại tận to từ ca xăm rải bảo được ta thì báo vì miền thì mỗiនេះគឺឈ្មោះ PAMC ទាំងអស់មានចំនួនប៉ុន្មានក៏ដូចជា pending នៅក្នុងការនៅពេលដែល PAMC ថ្មីក៏ធ្វើការ register មកជាមួយ order ទាំងអស់ order នេះ order សរុបទាំងអស់ PAMC ហើយនឹងមានផ្សេងទៀតដូចជា every order អញ្ចឹងទៅដល់ពេលទី2នេះតកតងទៅនឹង PAMC បើសិន PAMC ណាគាត់ approve មកអញ្ចឹងយើងអាចចូលមើល data របស់គាត់ដូចនេះអញ្ចឹងខ្ញុំបានតកតងទៅនឹង owner មួយដែលមានឈ្មោះថាPAMC មួយដែលមានឈ្មោះថា Map Store ហើយ owner គឺគាត់ឈ្មោះភ័ក្រហើយនៅនេះខ្ញុំបានខ្ញុំបាន approve វាម្ដងហើយប៉ុន្តែខ្ញុំខ sub pending មកវិញដើម្បីធ្វើការ demo ឲ្យលោកគ្រូម្ដងទៀតអញ្ចឹងបើយើងមើលមក owner របស់យើងនៅពេលដែលយើង register ចូលមកគឺវាមានលក្ខណៈបែបនេះបានន័យថាយើងអាចធ្វើអីបានទេចាំរហូតដល់នៅពេលដែលនៅពេលដែល admin គាត់ធ្វើការ submit data របស់យើងសិនអញ្ចឹងម្ដងត្រង់នេះខ្ញុំធ្វើការ submit owner មិញអញ្ចឹងខ្ញុំធ្វើការចុចត្រង់នេះដើម្បី re-approve ចាំមកអញ្ចឹងគឺធ្វើការ approve success ហើយអញ្ចឹងមកចូលមក owner សារថ្មីខ្ញុំសូម refresh មួយអូខេឥឡូវយើងបានហើយនេះគឺជា store owner របស់យើងដែលយើងអាចទី1យើងអាច create product ទី1នៅលើ dashboard របស់យើងមានតន្ន័យរបស់យើងអានេះដោយសារតែខ្ញុំធ្លាប់ register ម្ដងហើយបន្តមក inform data ដើម្បី submit ទៅឲ្យ admin អញ្ចឹងខ្ញុំធ្លាប់តែហើយបន្តមកបាទខ្ញុំទៅកាន់ admin ធ្វើការ recheck មកវិញហើយបាន demo ឲ្យគ្រូម្ដងទៀតអញ្ចឹងនៅក្នុងនេះទី1ខ្ញុំធ្លាប់ total product 1ហើយនឹង total order ចំនួន2អញ្ចឹងខ្ញុំអាច insert ទៅលើ create យើងសាក់ទៅលើ create អូខេមានបញ្ហាខ្ញុំសូមទៅមើល admin បន្តិចអញ្ចឹងនៅក្នុងនេះអូខេ admin approve រួចហើយទៀតអូខេយើងអាច create បានហើយអញ្ចឹងខ្ញុំធ្វើការ create product ទី1ខ្ញុំសូមដាក់សិនវិធីសិនដើម្បីធ្វើការ demo ចាប់បានខ្ញុំធ្វើការបខាងមួយចេញធ្វើការ set category ជ្រើសរើស image សូមមួយនេះចុះទី2គឺ detail តមកទៀតនៅក្នុងនេះយើងកំណត់តាមនឹងទៅតើវាមានប្រមាណនៅក្នុង map ប្រកបអញ្ចឹងដាក់ set តម្លៃគឺ$10 quality quality 8ហ្នឹងហើយធ្វើការ product អូខេអញ្ចឹងក្នុងនេះខ្ញុំ create product បានថ្មីមួយហើយគឺតកតងទៅនឹងproduct ថ្មីអញ្ចឹងទីនេះបើសិនជាមានគេ order យើងនឹងឃើញអានេះ order បាន complete 2ដែលយើង
អាចមើលនៅក្នុង dashboard ទី1 order complete 2ហើយតកតងទៅនឹងការ refund report review ហើយនឹង setting ឥឡូវខ្ញុំសាកចូលទៅ order pharmacy មួយហ្នឹងដែលមានឈ្មោះថាមួយឈ្មោះ pharmacy យើងឲ្យហើយគឺនេះគឺ Man Store ហើយ owner ឈ្មោះ Pet អញ្ចឹងខ្ញុំចូលធ្វើការ user វិញអញ្ចឹង user នេះគឺខ្ញុំបាន login វាជាមួយ account របស់ខ្ញុំជា customer អញ្ចឹងខ្ញុំចង់ទៅ order product អញ្ចឹងខ្ញុំចូលមកខ្ញុំទៅរក product ដែលខ្ញុំបាន add មិញអញ្ចឹងនៅក្នុងនេះ product ដែលខ្ញុំបាន add មិញគឺការ refresh មួយ product ដែលបាន create មិញហ្នឹងអត់ឃើញទេជាខ្ញុំបានដាក់រូបខ្ញុំសុំទៅមើល product ដែលបានដាក់មកមិញសិន product អូខេរូបថ្នាំពណ៌ផងនេះមានទេនេះអូខេនេះ product នៃខ្ញុំនេះអញ្ចឹងខ្ញុំធ្វើការ add វាចំនួន2អញ្ចឹង add to cart អូខេខ្ញុំ confirm ក្នុង indexion អូខេឥឡូវខ្ញុំ add to cart របស់យើងអូខេនេះគឺខ្ញុំបាន order វាចំនួន2ដែលតម្លៃទី1គឺ$10 2អញ្ចឹងវា$20អញ្ចឹងខ្ញុំធ្វើការ check out អញ្ចឹង check out យើងមាន2ទី1គឺយើង pick up ទី2គឺយើង delivery អញ្ចឹងនៅពេលដែលយើង set delivery បានន័យថាយើងត្រូវ delivery $2តែតាមពិតទៅយើងត្រូវ detect ទៅលើ location មួយទៀតប៉ុន្តែខ្ញុំធ្វើអាហ្នឹងអត់មាន success អញ្ចឹងធ្វើបានតែប៉ុណ្្នេះទេអញ្ចឹងខ្ញុំធ្វើការ set delivery ចឹង add to cart sorry អូខេអញ្ចឹងខ្ញុំធ្វើការ payment online អញ្ចឹងយើងធ្វើការ payment មកអូខេ payment យើង success អញ្ចឹងយើងចូលទៅមើល owner របស់យើងវិញតើមាន order មកអត់អូខេឥឡូវយើងមានយើងចូលមក order អូខេឥឡូវយើងឃើញមាន order ចំនួន1ដែលវាកំពុងតែ pending គឺតាក់ទងទៅនឹង$20ដែលយើងទិញមួយ10ណាមិញអញ្ចឹងអានឹង$20អញ្ចឹងយើងចូលមកកាន់ view ដើម្បីធ្វើការ accept អញ្ចឹងយើងចាប់ផ្ដើម accept ឲ្យ product មួយនឹង access អញ្ចឹងយើង check វាមកហើយត្រង់នេះកន្លែង mark នេះបានន័យថា mark delivery នេះយើងត្រូវការ confirm ពី user សិនថាគាត់នៅផ្ទះអត់ឬមួយក៏ខ្លាចទៅពេលដែល delivery របស់យើងដឹកទៅអត់កើតអញ្ចឹងវា error ចាំ customer របស់យើង accept អញ្ចឹងខ្ញុំមកកន្លែងនេះដើម្បីចូលទៅកាន់ my order អញ្ចឹងនេះកន្លែងខ្ញុំទិញមកខ្ញុំធ្វើការ confirm មួយអូខេខ្ញុំធ្វើការ confirm ហើយអញ្ចឹងយើងចូលមក owner វិញអញ្ចឹងយើងចុចមក cannot be confirm បញ្ហាអីអូខេអញ្ចឹងវា complete ហើយចំនួនទឹកប្រាក់គឺ$22អូខេអញ្ចឹងចំនួន order របស់យើងកើនដល់3ហើយទឹកប្រាក់យើងកើនដល់20អញ្ចឹងនៅក្នុងនេះ customer គាត់អាច rating ទៅលើ product របស់គាត់បាននេះចំពោះ rating នេះគាត់ rating ឥឡូវខ្ញុំ rating 2 submit អូខេចូលមកកន្លែងយើងវិញចូលមក review កាយ3អូខេនេះយើងមាន rating នៅក្នុងហ្នឹងតែនេះគឺ setting របស់យើងកំណត់យើងមាន link Google Map យើងមានលេខទូរស័ព្ទយើងមាន logo ហើយនេះគឺតកតងទៅនឹង business host ហើយយើងមាន report របស់យើងដូចគ្នាដែលយើងកំណត់បើថ្ងៃហ្នឹងយើងទទួលបាន order គឺយើងទទួលបាន 2 order ដែលវា
ស្មើទៅនឹង22រៀលតែនេះវាគៀកនឹង24ដោយសារវា22នៅម៉ោង12ចន្លោះម៉ោង12ទៅម៉ោង1អញ្ចឹងយើងអត់មានការ refund ទេអញ្ចឹង my order របស់យើងគឺ complete ទាំងអស់ហើយតកតងទៅនឹង user តកតងទៅនឹង product នេះគឺថ្ងៃហ្នឹងយើងទទួលបាន20រៀលជាមួយមួយ order អញ្ចឹងចូលមកកាន់ admin របស់យើងវិញអញ្ចឹង admin របស់យើងអាចចូលទៅមើលទី1មានអីគេគឺតកតងទៅនឹង dashboard ដែលយើងមិញកាត់នៅតែ4តែឥឡូវវាឡើងដល់5 total order មិញ21វាឡើងដល់22យើងអាចមើលហើយយើងអាចចូលទៅមើល review តើមាន review អីខ្លះអញ្ចឹងមិញខ្ញុំ review ទៅលើMart Store ដែលបានផ្កាយ3អញ្ចឹង Mart Store មិញនេះបានផ្កាយ3 product is good អញ្ចឹងបាទនេះអញ្ចឹង admin គាត់អាចមើលទៅលើ pharmacy មួយណាតែថា review ល្អឬមួយក៏ pharmacy មួយណាដែល review អត់ល្អបើសិន pharmacy review អត់ល្អយើងអាចចូលទៅsuspend ទៅលើMart មួយនឹងបានអញ្ចឹងមិញខ្ញុំ suspend ឥឡូវខ្ញុំ suspend ទៅតែសំខាន់ខ្ញុំបានធ្លាប់ suspend អញ្ចឹងខ្ញុំអត់ suspend ទេបើយើង suspend វានឹង load ឲ្យយើងធ្វើការ submit data មកម្ដងទៀតឲ្យ admin approve ម្ដងទៀតអញ្ចឹងdemo បច្ចេករបស់ពួកយើងបានបញ្ចប់ត្រឹមហ្នឹងលោកគ្រូអរគុណលោកគ្រូសម្រាប់ការទស្សនាការ demo បច្ចេករបស់ពួកយើង